អូខេតោះអញ្ចឹងយើងទៅវីដេអូបន្តទៀតតាក់ទងទៅនឹង Lyric Creator អញ្ចឹងអានេះខ្ញុំអត់ទាន់និយាយទេដោយសារពីហ្នឹងវាតាក់ទងគ្នាតតែអានេះធ្វើហើយបានយើងនិយាយអានេះកើតអញ្ចឹងនៅក្នុងនេះគឺយើងធ្វើតាក់ទងទៅនឹង Lyric Generate ដែលយើងតែងតែឲ្យ ChatGPT ឬក៏ដូចជាម្នាយយើងទៅសេតែងបទចម្រៀងវាមាន style ឬក៏ lyric អីចឹងទៅអញ្ចឹងនៅក្នុងនេះគឺវាដូចគ្នាអញ្ចឹងនៅក្នុងនេះគឺខ្ញុំបានកំណត់ឲ្យហើយតាក់ទងទៅនឹងចំនួនបទចម្រៀងដែលយើងចង់ generate ប្រមាណបទ vocal ហ្នឹងស្រីឬក៏ប្រុសអញ្ចឹងទៅជាភាសាគេចង់បានភាសាអីគឺយើង select តាមហ្នឹងមក lyric គឺវាចេញតាមហ្នឹងហើយកន្លែង track កន្លែង duration នេះគឺ lyric បងប្អូនចង់បានមួយល្មមវែងឬក៏វែងខ្លាំងណាអូខេអញ្ចឹង default ខ្ញុំប្រើ medium សិនទៅកុំឲ្យវាយូរកាលហើយ style គឺប្រភេទបទចម្រៀងបងប្អូនចង់បានរបៀបម៉េចចង់បានលក្ខណៈ slow ចង់បានលក្ខណៈ sad rap អីចឹងគឺមានតែតាមហ្នឹងហើយបញ្ជាក់វាមិនមែនមានតែប៉ុណ្្នឹងទេបងប្អូនព្រោះនៅក្នុងនេះខ្ញុំឲ្យបងប្អូន custom បានបងប្អូននេះ double click លើហ្នឹងមកបងប្អូន custom ទៅបងប្អូនចង់សួរ AI ណាបងប្អូនចង់ custom ខ្លួនឯងបងប្អូនសួរ ChatGPT ឬក៏ Gemini ទៅអ្វីដែលបងប្អូនពេញនិយមប្រើអញ្ចឹង select មកអញ្ចឹងជាធម្មតាខ្ញុំប្រើតាមនេះទេហើយនេះគឺតាក់ទងទៅនឹងចង្វាក់ជាធម្មតានៅពេលដែលបងប្អូន select អានេះមកគឺវាស៊ីនកណៃគ្នាពីរហ្នឹងណាអញ្ចឹងបងប្អូនដឹងថានឹងស្អីគេបងប្អូនចុចអានេះមកសញ្ញានេះអញ្ចឹងគឺខ្ញុំនឹង note ប្រាប់ឲ្យនេះស្អីគេនេះ normal សម្រាប់បទចម្រៀងទូទៅអញ្ចឹងទៅ string នេះគេល្អវា recommend សម្រាប់ pop rock ឬក៏ ballad អីចឹងទៅណាបងប្អូនអាចមើលតាមហ្នឹងដែរឬទៅតាមចង្វាក់ទៅតាមហ្នឹងទៅតាម style បទចម្រៀងរបស់បងប្អូនអូខេអញ្ចឹងនៅក្នុងនេះគឺកន្លែង main idea បងប្អូនចង់បានបទរបៀបម៉េចបទលក្ខណៈ sad លក្ខណៈ lonely motivation អីចឹងទៅឬក៏បងប្អូនចង់ custom ឲ្យវាសរសេរជា storyboard បន្តិចមកបងប្អូនអាចសួរ AI ទៅអញ្ចឹងនៅក្នុងនេះខ្ញុំឲ្យវាសរសេរ give me okay give me storyboard of uh, breaking heart song អញ្ចឹងទៅជាវាមកល្មមហ្នឹងដាក់ short versionនេះ generate image អត់ទេបងប្អូននេះបាញ់ងាងឯងចាំមក I want us touch អូខេនេះលក្ខណៈអញ្ចឹងណាអត់ទេមែនទេ mood នេះបងប្អូនអាចយកអាហ្នឹងបានណាយកប៉ុណ្ណឹងទៅបងប្អូនយកមកដាក់នៅក្នុងនេះមកតែប៉ុណ្ណឹងទៅហើយខ្ញុំ generate ខ្ញុំយកទៅ3បទបានហើយកុំឲ្យយូរបញ្ជាក់តាក់ទងទៅនឹងការ generate បងប្អូនឆ្ងល់ចំនៅពេលដែល generate គឺវា generate ប្រើអីគេ Gemini DeepSeek ឬក៏ ChatGPT អញ្ចឹងគឺវាអាស្រ័យទៅលើបងប្អូន select នៅកន្លែងនេះបើសិនបើបងប្អូន select Gemini ហើយ save setting នៅពេលដែល generate គឺវាប្រើ Gemini បើសិនបើ select DeepSeek អញ្ចឹងនៅពេលដែលវានេះគឺវានឹងចាប់ពី DeepSeek ហើយអញ្ចឹងខ្ញុំតេស្តពី DeepSeek មក generate មកអញ្ចឹងវាសួរបងប្អូនថាຕົក text file នៅណាអូខេព្រោះអាហ្នឹងនៅពេលដែលវា generate ហើយគឺវា save ជា text file ឲ្យបងប្អូនមួយហើយអញ្ចឹងខ្ញុំ save នៅលើហ្នឹងដែរមកអូខេទៅគឺវាបញ្ជាក់ណា request ពី DeepSeek ហើយ model ដែលបងប្អូន select គឺ select យក DeepSeek Chat ហើយ DeepSeek យើងដាក់ទៅ2 រៀលឬក៏5រៀលទៅយើង generate បានច្រើនបទគួរសមដែរអូខេមកបទអូខ្ញុំភ្លេចបញ្ជាក់បងប្អូនកន្លែងនេះកន្លែង exclude word នេះមានន័យថាបងប្អូនដាក់ពាក្យណាដែលបងប្អូនកុំឲ្យវាចេញទៅលើ lyric បងប្អូនណាអាពាក្យដែលយើងមិនចង់ឲ្យវាចេញដោយសារធម្មតានៅពេលដែលយើង generate មក patient គឺវាជន់គ្នា coffee whisper អីហ្នឹងអាហ្នឹងគឺឃើញញឹកហ្មងបត់ណាក៏សងមានដែរអញ្ចឹងគឺយើងការពារកុំឲ្យវាចេញគឺយើង exclude word ពាក្យទាំងអស់ហ្នឹងកុំឲ្យវាចេញអូខេនេះឃើញទេបងប្អូនបាន2បទហើយអូខេ3បទឃើញទេអញ្ចឹងមក plan យើងអាចធ្វើបាន3បទបាត់ហើយនេះបទទី1នេះ style វាប្រព័ន្ធចេះវាមានតាមហ្នឹងមកវែងខ្លីណាអានេះយើងយក medium មកច្រើនវែងគួរសមដែរអត់វែងទេបទទី1 track 1ហើយណា track 2អូខេនេះ track ទី2ឃើញទេបងប្អូនអញ្ចឹងបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងធ្វើមិនទៀត
ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំសូមនិយាយតែប៉ុណ្្នឹងសិនណាចាំវីដេអូបន្ទាប់ខ្ញុំនឹងនិយាយតាក់ទងទៅនឹងអានេះហើយនឹងតាក់ទងទៅនឹងអានេះអូតូនេះ